ពេកអាហ្នឹងអញចង់ឲ្យវាទិញយើងខាងជើងទីក្រុងភ្នំពេញជាងខាងលិចអញ្ចឹងណាហើយមិនឆ្ងាយពីទីក្រុងទេប្រហែលជាយ៉ាងច្រើន4គីឡូ5គីឡូអី4គីឡូអីហ្នឹងទេអញ្ចឹងណាហើយអញ្ចឹងទៅអាហ្នឹងចាយធំពេកបានអញប្រាប់វាហើយមួយទៀតទ្រព្យសម្បត្តិនៅទីនេះហ្នឹងគឺអញបកលឲ្យវាជាអ្នកចាត់ចែងបើអញងាប់ទៅណាហើយអញប្រាប់ឯងនិយាយប៉ែហ្នឹងវាមិនដល់ 10% ទេណាចូលរួមដូចជាការទិញដីសង់ផ្ទះអីផ្សេងដែលខ្ពស់ហ្នឹងណាអត់ដល់ 10%ទេហើយបើគិតទៅអញចំណាយទៅចាក់ដីចាយធ្វើទឹកសុទ្ធអីបុកដងអីនៅនោះនឹងវាអស់7-8,000 ដុល្លារណោះបើគិតទៅវាគ្មានទេមានន័យថាទ្របអញមុននឹងជួបវាហ្នឹងណាហើយបើវាមកជួយហ្នឹងមិនដល់ 10%ទេយ៉ាងច្រើន5%តែប៉ុណ្្នឹងឯងហើយចឹងទៅបើអញចង់និយាយកិច្ចការច្រើនដើម្បីឲ្យអាទ្រូហ្នឹងវាទៅមុខទៅវាធូរហើយរឿងទ្រព្យសម្បត្តិនេះហ្នឹងគឺអញបកលឲ្យវាអ្នកចាត់ចែងទេប៉ុន្តែគ្រាន់តែអញមិនទាន់ធ្វើលិខិតហើយសារបណ្ដាំមរតកអីហ្នឹងណាឯងយល់ទេព្រិច